បាទជំរាបសួរនៅក្នុងវីដេអូនេះគឺតសាច់រឿងកាលពីវីដេអូមុនដែលយើងនិយាយអំពី future post ដែលមានន័យថាអនាគតដែលនឹងកើតឡើងឆាប់បាទពាក្យថា post ហ្នឹងគឺចិត្តបាទឥឡូវយើងមកមើលអតីតកាលដែលបានកន្លងផុតទៅថ្មីបាទយើងនិយាយថាអំបញ្ញមិញអញ្ចឹងក៏បានដែរអញ្ចឹងកាលពី future post គឺយើងត្រូវការកិច្ចសព្ទអាឡេដល់ពេលយើងនិយាយអំពី le passé récent ឬក៏ passé immédiat គឺយើងត្រូវការចាំបាច់កិច្ចសព្ទ venir ធ្វើម៉េចឲ្យចេះបំបែកកិច្ចសព្ទ venir នៅក្នុងកាលបច្ចុប្បន្ន au temps présent អូខេជាយើង conjuguer le verbe venir សិនមក venir conjugué au temps présent je viens tu viens il elle on vient nous venons vous venez ils viennent elle pluriel vienne អូខេបន្ទាប់មកយើងគ្រាន់តែដាក់បាទធ្នាក់ដើមមួយហើយមួយទៀតគឺយើងដាក់ verb à l'infinitif ដាក់កិច្ចសព្ទដើមដែលមិនទាន់បានបំបែកមួយចូលទៅនោះវានឹងចេញជាទម្រង់ passé récent ឬក៏ passé immédiat បាទអញ្ចឹងបញ្ជាក់ណា le passé immédiat ឬក៏ passé récent គឺនិយាយអំពី action faite il y a peu de temps មានតែសកម្មភាពដែលយើងបានធ្វើកន្លងទៅថ្មីសូមឧទាហរណ៍ il y a quelques minutes je viens de manger មានន័យថាខ្ញុំទើបទៅញ៉ាំបាយហើយឬក៏ញ៉ាំអីហើយប្រហែលនាទីអំបញ្ញមិញហ្នឹងថ្មីមិញហ្នឹងបាទទើបទៅហើយមិញហ្នឹងបានដូចគ្នាឧទាហរណ៍អ្នកទាំងនេះថាទើបតែរៀបចំខ្លួនរួចរាល់យើងអាចនិយាយថា je viens de me préparer បានដូចគ្នាណាឧទាហរណ៍ទី2 il vient de pleuvoir ok la terre est encore mouillée clear ហ្នឹងមានថាទើបតែភ្លៀងហើយមិញហ្នឹងដីនៅសើមនៅឡើយទេបាទភ្លៀងហើយដីសើមអញ្ចឹងណាវាម្ដងទៀត il vient de pleuvoir la terre est encore mouillée បាទអញ្ចឹងស្រួលទេបើអ្នកទាំងនេះចង់និយាយថាខ្ញុំទើបតែងើបពីគេងបានដូចគ្នា je viens de me ok lever je viens de me réveiller ទើបតែភ្ញាក់ពីគេងក៏បានដូចគ្នាដែរអញ្ចឹងបញ្ជាក់ណាចេះបំបីគីស័ព្ទ venir ហើយនៅអូខេបំបីម្ដងទៀតជាមួយខ្ញុំណា venir conjugué au temps présent je viens tu viens il elle on vient nous venons vous venez il elle pluriel viennent បាទ